កម្ពស់1.70 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំឃុំសាលាក្រៅស្រុកស្ទឹងកាច់ខេត្តបៃលិនធ្លាប់ប្រកួតចំនួន133ដងឈ្នះ90ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន1ដងប្រកួតចុងក្រោយជួបកីឡាករធីលេខភីថាក់មឿនកានផ្ដួលកីឡាករធីលេខភីថាក់មឿនកានសន្លប់នៅក្នុងទឹកទី2ฝ่ายបង្គំគ្រូតាមរបៀបព្រះលក្ខពតសីមាជាកូនសិស្សរបស់លោកឆេងទូចមកពីសមាគមកីឡាក្រុងបៃលិនទស្សនិកជនសូមសម្លេងស្វាគមន៍ជូនកីឡាករបង្គោលក្រហមព្រះរាជាណាចក្រកម្ពុជាវងណយបង្គោលខៀវអាយុ25ឆ្នាំទម្ងន់69គីឡូក្រាមដូចគ្នាកម្ពស់ 1.71 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅស្រុកមឿងខេត្តឧត្តរធានីព្រះរាជាណាចក្រថៃធ្លាប់ប្រកួតចំនួន126ដងឈ្នះ102ដងចាញ់17ស្មើ7ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន25ដងប្រកួតចុងក្រោយឈ្នះកីឡាករមិត្តរួមជាតិថៃដោយពិន្ទុជាកូនសិស្សរបស់លោកភីឆៃមកពីក្លឹបណូស៊ីភីងសូមសម្លេងស្វាគមន៍ជូនកីឡាករបង្គោលខៀវដាវប្រកាយណូស៊ីភីង So ladies and gentlemen, this is my boxing traditional friendship Cambodia and Thailand will be for the 69 kg for tonight. 5 rounds for boxing. Introducing first the red corner Cambodia, Vung Noi, 28 years old, age 10, 1.70 m. His record is 133 with 97 wins, 33 losses, 3 draws. And introducing the blue corner come from Thailand, 25 years old, and stand 1.71 m with 126, 102 wins, 17 losses, 7 draw, 25 victories coming by knockout. ប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីការប្រកួតយើងឈានមកដល់គូមិត្តភាពអន្តរជាតិវងណយបាទការកីឡាករដែលទស្សនិកជនបានស្គាល់អ្នកណាក៏ស្គាល់ដែរបាទដល់កន្លងលាតណាក៏ដោយវងណយប្រកួតថ្ងៃនេះគឺប្រកួតជាលក្ខណៈមិត្តភាពទេ3ពិន្ទុគឺបានមកដល់ដៃវងណយដោយស្វ័យប្រវត្តិទៅហើយដោយសារដៃគូរបស់គេគឺស៊ីងថងណយបាទគឺមានរបួសមិនអាចបន្តការប្រកួតបានដោយស៊ីងថងណយគឺមិនអស់ចិត្តឡើយស៊ីងថងណយក៏ជាបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ដ៏សំខាន់របស់ខារ៉ាបាវដែលជាកីឡាករមកពីព្រះរាជាណាចក្រថៃថ្ងៃនេះវងណយ3ពិន្ទុមិនពិតទទួលបាន10ពិន្ទុមិនពិតក៏ប៉ុន្តែត្រូវរងចាំការប្រកួតសប្តាហ៍ក្រោយរបស់កីឡាករឡុងសុភីជួបជាមួយនឹងរារឿងលោកឆាំបច្ឆៃបាទបើសិនជាឡុងសុភីឈ្នះរារឿងដោយពិន្ទុមានន័យថាឡុងសុភីបាទគឺនឹងមានមុខនៅវគ្គពាក់កណ្ដាលដៃប្រត់តែបើសិនជារារឿងជាអ្នកឈ្នះទៅលើឡុងសុភីមានន័យថាវងណយមានឱកាសទៅវគ្គពាក់កណ្ដាលដៃប្រត់ត្រៀមប្រុងប្រៀបប្រកួតគូទី3គឺជាគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទឹកទី1 round 1 គូអន្តរជាតិទឹកទី1បង្គោលក្រហមវងណយបង្គោលខៀវដាវប្រកាយទាស់ជើងក្រោមមួយវងណយដួលព្រុសវងណយកីឡាករមកពីខេត្តបៃលិនឆ្វេងម្ដាយឡាប្រកាយឌឺថាមិនឈឺទេតបជើងស្ដាំថែមឆ្វេងម្ដាយដាវប្រកាយដេញតាមវាដងខ្លួនលោកមួយដៃតបជើងក្រោមមួយជើងឆ្វេងម្ដាយទៀតបាទក្នុងប្រវត្តិរូបសង្ខេបបាញ់មិញនេះវងណយផ្ដួលគូប្រកួតសម្រាប់បានម្ដងបាទនេះគឺជាកំហុសបច្ចេកទេសមួយផងដែរបាទទីសំណាក់គណៈកម្មការរៀបចំការប្រកួតតែបានផ្ដល់បាទវងណយបាទផ្ដួលគូប្រកួតសម្រាប់មិនក្រោម40ដងទេកៃស្ដាំមួយវងណយអត់អីទេដាវប្រកាយតស៊ូបានកៃឆ្វេងស្ដាំម្ដាយវងណយអញ្ញាកដាលលោកទីនឿតនិយាយមិនខ្លះ
1 ម៉ែត្រ 70 វាដល់ខ្លួនកែស្ដាំរបស់វងណយអោបបំបាយចេញខ្លួនឯងបាច់លោកទីនរិនបបាយតែកែស្ដាំមួយវងណយហើយកែឆ្វេងមួយទៀតបាទដួលទៅហើយវងណយដាក់ចូលតទៀតសម្រាប់ការប្រកួតចាំមកជើងរបៀបផ្ញើជូនបងប្រុសផាន់ភាហើយលោកហងនរិទ្ធហើយកាមែលផងបាទកំពុងទស្សនាបាទលោកផាន់ភាទៅអញ្ជើញមកពីរដ្ឋអូក្លាហូម៉ាអាមេរិកឡើងមកដល់ពេញហើយបាទតែកន្លែងជើញមកមើលដែរហើយកក់កន្លែងឲ្យ2 3កន្លែងផងតែពេញចិត្តណាស់អ្នកនៅអាមេរិកយោបាទអូអ្នកអាមេរិកពេញចិត្តធ្វើដំណើរមក100000គីឡូមកទស្សនាមកដល់ណាបាទគាត់មកនេះចង់ហៅខ្ញុំទៅមើលនៅអាមេរិកថាគេគ្រប់គ្រងបណ្ណាអរគុណណាបងប្រុសយ៉ាងដែរអើវងណយបាទបកគោខៀវនេះឈ្មោះគេល្អមែនណាដើរប្រកាយนะครับមកពីណាយខាងឧត្តមធានីឧត្តមធានីចាប់ទឹកទី1វីតាមីន B12 B6 ជំនួយខួរក្បាលជំនួយកម្លាំងជំនួយដល់ការបើកបរប្រកបដោយសុវត្ថិភាពបានមួយគេមានរង្វាន់ម៉ូតូ500គ្រឿងលុយសុទ្ធ1លានរង្វាន់ការបើករាប់លានកំប៉ុងហើយកីឡាករវងណយទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវសន្លប់នៅក្នុងទឹកទី2